អ្នកទាំងគ្នាឃើញមុខខ្ញុំរៀនទាំងហើយខ្ញុំទុកពេលអ្នកគ្នា5វិនាទីដើម្បីទីថា make up នៅលើមុខរបស់ខ្ញុំហ្នឹងខ្វះអីគេម្យ៉ាង5 4 3 2 បានទីឲ្យដកដៃគឺថា make up មួយហ្នឹងខ្ញុំក្បាលរោមភ្នែកអ្នកទាំងគ្នានេះពេលដែលយើងមានរោមភ្នែកក៏មុខរបស់យើងចេញមកវាស្អាតប្លែកអញ្ចឹងពេលអត់រោមភ្នែកទៅឃើញឡើងទាំងងហ្មងអ្នកទាំងគ្នាអត់ស្អាតទេចឹងមកថ្ងៃនេះអ្នកគ្រូមកបរៀនរបៀបតរោមភ្នែកតែរោមភ្នែកដែលខ្ញុំប្រើប្រាស់ហ្នឹងជាប្រភេទរោមភ្នែករបស់ brand Korea អ្នកនេះគឺ brand Idol Eyelashes 12ថែម៉ូតគេខុសគ្នាទាំង12ហ្មងហើយថ្ងៃនេះខ្ញុំចូលរើសជាមួយនឹងម៉ូតមួយនេះមកធ្វើការពាក់តែដំបូងឡើយមកធ្វើការពុតរោមភ្នែកជាមុនសិនអ្នកទាំងគ្នាពេលពុតដាក់កញ្ចក់នៅពីក្រោមដូចខ្ញុំអញ្ចឹងហើយនេះខ្ញុំបិទមកខាងឲ្យអ្នកគ្នាមើលសិនគឺថាប្លែកខ្លាំងមែនតើមកឡើងស្អាតចឹងមកពេលអ្នកគ្នាចាប់រោមភ្នែកដល់លើចាប់កុំឲ្យប៉ះកែវសាររោមភ្នែកនេះគឺមានកែវស្រាប់ហ្មងចឹងយើងយកប្រើប្រាស់ងាយស្រួលមែនតើបន្ទាប់មកយកវាមកអប់នឹងរោមភ្នែកពិតប្រាកដរបស់យើងទៅអ្នកគ្នាអូយឡើងស្អាតហ្មងនិយាយទៅដាក់បាច់ជាប់បាច់ហ្មងអ្នកគ្នាចង់ឲ្យកាន់តែជាប់ទេអ្នកគ្នាកុំពេកសកាត់ចឹងដូចខ្ញុំផងការនៅលើរោមភ្នែកហ្នឹងគឺធន់នឹងទឹកនិងកម្ដៅមែនតើចឹងយើងប្រើប្រាស់បានយូរហ្មងហើយអ្នកគ្នាទិញជាមួយនឹងរោមភ្នែករបស់ brand Idol នេះក៏ខកបំណងទេដោយសារតែរោមភ្នែកនេះគឺផលិតឡើងពីសរសៃ PBT ដែលមានលក្ខណៈពិសេសជាច្រើនទោះបីយើងធ្វើការបាត់បែនមិនក៏វាត្រឡប់មកទម្រង់ដើមវិញដែរសរសៃរបស់គេឡើងដូចกระดาษអត់ងាយបាក់ងាយខូចហើយសំខាន់ពេលពាក់ទៅឃើញឡើងបែបធម្មជាតិមែនតើពេលពាក់ទៅគឺអត់មានធ្វើឲ្យភ្នែករបស់យើងមើលទៅអ៊ីវដូចងុយដេកអីអ្នកគ្នាដោយសារសរសៃរោមភ្នែករបស់គេគឺស្ដើងហើយពាក់ទៅឃើញលលាស់ស្អាតនិយាយទៅគឺខ្ញុំចង់ញ៉ាំរោមភ្នែកយ៉ាងខ្លាំងហ្មងដោយសារតែស្អាតពេកក៏ហើយមានដល់12ម៉ូតចឹងមកអ្នកទាំងគ្នាបើសិនជាចង់ដឹងព័ត៌មានបន្ថែមចង់មើលម៉ូតឲ្យកាន់ច្បាស់ឬក៏អ្នកទាំងគ្នាចង់ទិញអាចទាក់ទងទៅកាន់ page គាត់បានណាបាយបាយ